សុខុមាលភាពផ្លូវចិត្តការស្គាល់ខ្លួនឯងមានតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពផ្លូវចិត្តនិងសុខុមាលភាពទូទៅរបស់មនុស្សយើងនៅពេលដែលបុគ្គលម្នាក់ស្គាល់ខ្លួនឯងគាត់ស្គាល់អារម្មណ៍គុណតម្លៃភាពខ្លាំងនិងដែនកំណត់របស់គាត់ហើយគាត់អាចរស់ជីវិតប្រកបដោយភាពច្បាស់លាស់មានទំនុកចិត្តនិងមានភាពធន់ផ្លូវចិត្តកាន់តែប្រសើរជាងមុនខាងក្រោមនេះជាចំណុចមួយចំនួនដែលបង្ហាញពីសារៈប្រយោជន៍នៃការស្គាល់ខ្លួនឯងចំពោះសុខភាពផ្លូវចិត្ត 1. ការស្គាល់ខ្លួនឯងបង្កើនការទទួលយកខ្លួនឯងនិងកាត់បន្ថយការរិះគន់ខ្លួនឯងការស្គាល់ខ្លួនឯងជួយឲ្យអ្នកទទួលយកទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងដោយមិនមានការវិនិច្ឆ័យតឹងរឹងជ្រុលការចេះបង្ហាញចិត្តមេត្តាករុណាចំពោះខ្លួនឯងជួយឲ្យសុខុមាលភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដោយកាត់បន្ថយបារម្ភដែលថាខ្លួនមិនល្អគ្រប់គ្រាន់ឧទាហរណ៍ជំនួសឲ្យការមានអារម្មណ៍មិនល្អដោយសារអ្នកបានដកឃ្លាពីការងារដើម្បីការសម្រាកអ្នកទទួលស្គាល់ថាការសម្រាកគឺជាការចាំបាច់ហើយអ្នកអនុញ្ញាតឲ្យខ្លួនអ្នកសម្រាកតាមសម្រួលនិងមានអារម្មណ៍ថាបានធ្វើខុស 2. ការស្គាល់ខ្លួនឯងពង្រឹងការគ្រប់គ្រងអារម្មណ៍និងកាត់បន្ថយភាពតានតឹងការស្គាល់ខ្លួនឯងជួយឲ្យអ្នកឲ្យស្គាល់អ្វីៗដែលធ្វើឲ្យអ្នកមានអារម្មណ៍រំជួលឡើងនិងជួយឲ្យអ្នកអាចគ្រប់គ្រងប្រតិកម្មតបប្រសើរជាងមុនអ្នកកាន់តែមានប្រតិកម្មតបតិចជាងមុនហើយកាន់តែអាចជ្រើសរើសការឆ្លើយតបទៅកាន់បញ្ហាដែលអ្នកកំពុងប្រឈមបានសមរម្យជាងមុនឧទាហរណ៍ជំនួសឲ្យការខឹងសម្បារអ្នកទទួលស្គាល់ថាភាពតានតឹងកំពុងធ្វើឲ្យអ្នកឆាប់ខឹងហើយអ្នកក៏ចាត់វិធានការដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ស្ងប់ 3. ការស្គាល់ខ្លួនឯងជួយអ្នកឲ្យអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុននិងពេញចិត្តនឹងជីវិតច្រើនជាងមុនពេលអ្នកស្គាល់គុណតម្លៃនិងគោលដៅរបស់អ្នកកាន់តែច្បាស់វាកាន់តែជួយអ្នកឲ្យធ្វើការសម្រេចចិត្តដែលសមស្របតាមលក្ខណៈពិសេសរបស់អ្នកការនេះជួយឲ្យអ្នកមានអារម្មណ៍ពេញចិត្តកាន់តែច្រើនជាងមុននិងជួយការពារអ្នកពីការសោកស្ដាយឬការមិនពេញចិត្តឧទាហរណ៍អ្នកជ្រើសរើសអាជីពដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកជាជាងធ្វើតាមការរំពឹងទុករបស់អ្នកដទៃ 4. ការស្គាល់ខ្លួនឯងពង្រឹងទំនាក់ទំនងនិងសុខុមាលភាពសង្គមពេលអ្នកស្គាល់ខ្លួនឯងអ្នកកាន់តែអាចធ្វើការប្រស្រ័យទាក់ទងពីតម្រូវការនិងព្រំដែនរបស់អ្នកកាន់តែមានប្រសិទ្ធភាពការស្គាល់ខ្លួនឯងបណ្ដោះឲ្យអ្នកមានការយល់ចិត្តនិងបង្កើនទំនាក់ទំនងដែលមានសុខភាពល្អឧទាហរណ៍ប្រសិនបើអ្នកដឹងថាអ្នកត្រូវការពេលវេលាតែម្នាក់ឯងដើម្បីបញ្ចូលថាមពលឡើងវិញអ្នកអាចប្រាប់រឿងនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកជាជាងបង្ខំខ្លួនអ្នកឲ្យបន្តចំណាយពេលជាមួយពួកគេនិងកាន់តែធ្វើឲ្យខ្លួនឯងមានអារម្មណ៍លើសលប់ 5. ការស្គាល់ខ្លួនឯងបង្កើនភាពធន់និងកាត់បន្ថយការថប់អារម្មណ៍ការស្គាល់ខ្លួនឯងជួយឲ្យអ្នកអាចទប់ទល់នឹងការលំបាកផ្សេងៗប្រសើរជាងមុនដោយសារអ្នកដឹងពីភាពខ្លាំងនិងរបៀបដែលមានប្រសិទ្ធភាពសម្រាប់អ្នកនៅក្នុងការដោះស្រាយបញ្ហាទាំងនោះអ្នកទទួលអត្ថប្រយោជន៍ពីខាងក្រៅឬសម្ពាធពីសង្គមតិចជាងមុនឧទាហរណ៍អ្នកប្រឈមមុខនឹងការបរាជ័យដោយបង្ហាញក្តីមេត្តាករុណាចំពោះខ្លួនឯងជាជាងអនុញ្ញាតឲ្យវាមានអត្ថប្រយោជន៍អវិជ្ជមានលើតម្លៃខ្លួនរបស់អ្នក 6. ការស្គាល់ខ្លួនឯងលើកទឹកចិត្តដល់ការលូតលាស់និងអភិវឌ្ឍផ្ទាល់ខ្លួនអ្នកស្គាល់ផ្នែកដែលអ្នកត្រូវតែរីកចម្រើនហើយអ្នកធ្វើការលើផ្នែកទាំងនោះដោយមិនមានអារម្មណ៍អាម៉ាស់ការកែលម្អខ្លួនឯងក្លាយជាដំណើរការនៃជីវិតរបស់អ្នកនិងផ្ដល់អំណាចឲ្យអ្នកធ្វើសកម្មភាពកែលម្អខ្លួនឯងជាជាងគ្រាន់តែឆ្លើយតបទៅកាន់សម្ពាធពីខាងក្រៅ
ឧទាហរណ៍អ្នកទទួលស្គាល់ថាអ្នកមានទំនោរទៅរកភាពល្អឥតខ្ចោះហើយអ្នកព្យាយាមទទួលយកខ្លួនឯងនិងប្រាប់ខ្លួនឯងថាអ្នកមិនចាំបាច់ត្រូវល្អឥតខ្ចោះទេឲ្យតែអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពទៅវាល្អគ្រប់គ្រាន់ហើយ